bong lên thân bong lên thân ui bong ba bong đi ui khơi nhảy ui nhắm tâm khơi ui bong ơi còn là nhắm xong mày khơi khơi ui bong ba bong được khơi ơi lưng xong mình nâng lưng xong mình nâng bong đồ phải lơ thân tay này tay lơ lơ rừng với nhá bong ui bong ba bong được đi à tông hưởng nhom cô chứ bông ui tình rừng này bong អនុញ្ញាតគោរពនឹងជំរាបសួរប្រិយមិត្តទាំងអស់ដែលជាអ្នកតាមដានដំណើររន្ធត់ស្វែងរកការពិតផ្ដិតយកទស្សនវិជ្ជាស្ដែងថ្ងៃនេះក្រុមដំណើររន្ធត់បានមកដល់ទីតាំងមកកន្លែងដែលខ្ទមមួយនេះគឺតាមតែនេះមកនៅក្នុងនេះគឺទស្សនវិជ្ជាគឺបែបជាចំការបែបជាព្រៃនៅក្នុងពីមុនមកវាជាចំការទេណាបងបាទបងប៉ុន្តែដោយសារថានៅទីនេះគឺមានវិញ្ញាណខ្មោចលងខ្លាំងពេកទៅធ្វើឲ្យ ខ្ទមមួយនេះគេបោះបង់ចោលអញ្ចឹងណាបងបាទហើយតាមតែបងប្រុសម្នាក់ដែលបានប្រាប់ពីទីតាំងកន្លែងកើតហេតុមួយនេះឲ្យខ្ញុំបានដឹងហ្នឹងគឺលងខ្លាំងរហូតដល់សំបីតែម្ចាស់ចំការក៏អត់ហ៊ានចូលមកទឹកដីនេះដែរចូលមកកន្លែងនេះដែរដោយសារថាលងបន្លាចខ្លាំងមែនទែនណាបងហើយពេលដែលយើងចូលមកគឺទស្សនវិជ្ជានៅក្នុងនេះមានតាំងពីធូបមានតាំងពីអីដែលពីមុនមកគេធ្លាប់បានសែនព្រេនអញ្ចឹងណាបង បាទហើយខ្ញុំនឹងចាប់ដើមនិយាយដំណើរដើមតងជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ពីដំណើរដើមតងនៃរឿងមួយនេះថារឿងនេះគឺសាហាវខ្លាំងមែនតើដំបូងឡើយកន្លែងនេះគឺជាចំការស្វាយចំការលម៉ើចំការលហុងចំការលមុតផ្លែឈើគ្រប់មុខគឺដាំនៅក្នុងចំការនេះនៅជិតក្បែរជើងភ្នំជាប់នឹងជើងភ្នំតែម្ដងពុកម៉ែបងប្អូនទាំងគ្នាហើយពុកម៉ែបងប្អូនទាំងគ្នាគឺពេលដែលចំការនេះពីមុនមានបុគ្គលិកកម្មករ រាប់សិបនាក់ប៉ុន្តែដោយសារថាមានមនុស្សស្លាប់នៅក្នុងចំការហ្នឹងទៅហើយក៏ចាប់ផ្ដើមលងទៅដល់កម្មករទាំងអស់នោះធ្វើឲ្យពួកគាត់នៅអត់បាននៅក្នុងចំការនេះក៏នាំគ្នារត់ចេញតែម្ដងអញ្ចឹងពុកម៉ែបងប្អូនគ្នាហើយឥឡូវនេះខ្ញុំនឹងចាប់ដើមនិយាយដោយសារថ្ងៃនេះយើងមកគ្នាតែ3នាក់ទេគឺយើងមានជាមួយនឹងអ្នកកាន់ភ្លើងម្នាក់ហើយខ្ញុំម្នាក់ហើយនឹងបងជឹមម្នាក់អញ្ចឹងណា ហើយដោយសារថាយើងមកក្នុងនេះយើងអត់ឲ្យស្រីមកបានទេដោយសារយើងបថុយខ្លាំងព្រោះថាយើងមកនេះគឺពុកម៉ែបងប្អូនគ្នាមើលទៅខាងក្រោយទៅគឺមានតាំងពីវ៉ាតាំងពីអីនេះបងប្អូនគ្នានេះវ៉ាវាតោងគៀមនៅផ្ទះមួយនេះហើយផ្ទះមួយនេះហើយដែលជាផ្ទះដែលលងខ្លាំងមែនតើប៉ុន្តែយើងមិនទាន់បានឃើញវិញ្ញាណអមនុស្សទាំងអស់នោះទេគ្រាន់តែយើងបានមកដល់នេះហើយគិតថាសម្រាប់នៅទីនេះដើម្បីផ្ដិតយករូបភាពហើយដោយដាក់កាមេរ៉ាមកកន្លែងដើម្បីឲ្យពុកម៉ែបងប្អូនគ្នាបានដឹងថា តើមានសកម្មភាពឬក៏ការលងបន្លាចពីវិញ្ញាណអមនុស្សទាំងអស់នោះចេញមកដែរឬទេអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំចាប់ដើមនិយាយរឿងនឹងបន្តទៀតគឺដំបូងឡើយហ្នឹងគឺបងស្រីម្នាក់ដែលជាម្ចាស់នៃចំការហ្នឹងណាគាត់មានកម្មករច្រើនមែនតើតែដល់ថ្ងៃមួយគឺនេះខ្ទោមួយនេះ នៅនេះមានក្រោបងតែប៉ិតឡើងជាសម្រាប់ទេឡើងជាសម្រាប់ធ្វើមានប្តីប្រពន្ធមកគូហ្នឹងប្តីប្រពន្ធមកគូហ្នឹងណាបងប្តីប្រពន្ធមកគូហ្នឹងគាត់គាត់បានប្តីហ្នឹងគឺស្រឡាញ់គ្នាជាមួយនឹងស្រីកម្មករដូចគ្នាដែលនៅក្នុងចំការហ្នឹងតែម្ដងអូបាទបានន័យថាប្តីប្រពន្ធមកគូប៉ុន្តែប្តីហ្នឹងស្រឡាញ់ស្រីផ្សេងដែលជាកម្មករនៅក្នុងភូមិនៅក្នុងចំការហ្នឹងប៉ុន្តែដល់ពេលប្រពន្ធតាមតន់ទៅក៏ឈ្លោះគ្នាខ្លាំងនៅក្នុងខ្ទមនេះឈ្លោះគ្នាខ្លាំងហើយគេគ្នាសពគ្រប់បែបយ៉ាងទាំងអស់ប្តីហ្នឹងក៏ទាញកបិតខឹងប្រពន្ធថាអ្នកឯងគ្រាន់តែជាប្រពន្ធអញអ្នកឯងកុំចង់ខ្លាំងអញ្ចឹងក៏ចាក់ហ្នឹងតាមដែលបងស្រីម្នាក់ដែលគាត់ជាកម្មករដែលគាត់ធ្លាប់ធ្វើការនៅនឹងពីមុនណាក៏បានចាក់នឹងកំបិតបណ្ដាលឲ្យបងស្រីដែលជាខ្មោចនេះដែលយើងមកត្រូវផ្ដិតយករូបភាពបើសិនជាឃើញគាត់ណាគឺគេហៅថាស្លាប់នៅនឹងក្នុងខ្ទមនេះតែម្ដងអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃលងបន្លាចនៅកម្មករទាំងអស់ទាំងមេការទាំងអីទាំងអស់លងខ្លាំងរហូតដល់គេលែងហ៊ាននៅបានធ្វើឲ្យចំការនេះទាំងមូលស្ងប់ស្ងាត់ប្រែសភាពខ្លាចទៅជាស្ងាត់ជ្រងំរហូតដល់គេហៅថាចំការខ្មោចតែម្ដងអញ្ចឹងរាល់តែអ្នកខ្វៀលគោអ្នកអីដែលមកសម្រាប់ដែលអីគឺចូលអត់បានទេគឺលងខ្លាំងទាំងថ្ងៃទាំងយប់អញ្ចឹងណាបងបាទអញ្ចឹងហើយបានខ្ញុំចង់ជម្រាបពុកម៉ែបងប្អូនទាំងអស់គ្នាបន្តទៀតថាដោយការស្វែងរកវិញ្ញាណអមនុស្សទាំងឡាយទាំងពួងនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាមើលហើយបើសិនជាបានឃើញក៏ជួយខមមិននៅក្នុងវីដេអូទាំងអស់គ្នាដើម្បីឲ្យដឹងថាឃើញវិញ្ញាណនោះឬក៏អត់ព្រោះពេលខ្លះក្នុងកាមេរ៉ាខ្ញុំមើលអត់ឃើញទេ
ហើយពេលខ្លះទៅទៅដល់ផ្ទះបានមើលឃើញវិញអញ្ចឹងណាបងបាទអញ្ចឹងហើយបានចង់ជំរាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាថាវិញ្ញាណអមនុស្សក៏ដូចជាអបិយជំនឿយើងជឿក៏ជឿមិនជឿក៏សុំកុំប្រមាថអញ្ចឹងណាបងបាទសូមជឿដោយប្រាជ្ញាដោយគំនិតបញ្ញារបស់បងប្អូនដោយពិចារណាបើសិនជាគិតថាខ្ញុំបានផ្សព្វផ្សាយនេះមិនមានចេតនាអាក្រក់ទេគ្រាន់តែមានចេតនាមួយគឺចង់ឲ្យបងប្អូនសាងនៅសេចក្តីល្អដោយសាច់រឿងនេះអញ្ចឹងបងប្អូនបើសិនជាគេមានស្រីហើយដោះលែងគេទៅណាហាក់អាប្តីនឹងចឹងទៀតអ្នកឯងនេះមានស្រីមានញីនេះអ្នកឯងអត់គិតទឹកចិត្តប្រពន្ធឯងជាស្រីទេម្ដាយអ្នកឯងក៏ជាស្រីបងអ្នកឯងក៏ជាស្រីប្អូនអ្នកឯងក៏ជាស្រីអ្នកឯងធ្វើទាំងវើទាំងអស់នោះវាធ្វើឲ្យអ្នកឯងនឹងមានកម្មពៀវរាហើយកម្មពៀមានមែនបងបន្តពីអ្នកឯងសម្លាប់គេខ្មោចនឹងក៏លងបន្លាចទាំងស្រីទាំងអាប្តីនឹងរហូតដល់ស្លាប់ដូចគ្នាអញ្ចឹងណាបងអញ្ចឹងខ្លាយទៅជាខ្មោចចាំចំការនឹងទាំងអស់ទៅអញ្ចឹងណាបងរុញតម្លាក់ជ្រុះបងខ្មោចធ្វើឲ្យដើរធ្លាក់ជ្រុះរុញតម្លាក់ជ្រុះហ្មងបាទមកបងស្រីហ្នឹងណាហើយអញ្ចឹងបានខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំធ្វើកម្មវិធីនេះឡើងគ្រាន់តែចង់ឲ្យបងប្អូនជឿឬមិនជឿក៏ដោយប៉ុន្តែគិតថាពួកខ្ញុំបានធ្វើនៅទង្វើល្អមួយគឺអប់រំឲ្យបងប្អូនដាស់តឿនដល់បងប្អូនកុំឲ្យសាងនៅសេចក្តីអាក្រក់ដាក់គ្នាបើសិនជាគិតថានៅមួយគ្នាលេងបានហើយលេងយ៉ាស់គ្នាក៏ដើរចេញពីគ្នាកុំអីដល់កាប់ចាក់សម្លាប់គ្នាវាអាណិតដល់កូនណាបងយើងអាណិតពួកមនុស្សយើងម្នាក់កើតមកមានអ្នកណាគេចង់ចឹងទេតែបើវាមានរឿងនឹងហេតុហើយត្រូវដើរកិច្ចផុតអញ្ចឹងបងប្អូនមួយចំនួនដែលគាត់ខមមិនល្អបងចូលស្ដាប់ទោះបីបងជឿឬមិនជឿបងមិនជឿក៏បងបានការអប់រំមួយទៅការដាស់តឿនពីពួក channel យើងខ្ញុំទៅថាកុំសាងនៅអំពើអាក្រក់ណាត្រូវសាងនៅសេចក្តីល្អឲ្យគ្នាទៅវិញទៅមកអញ្ចឹងណាបងហើយខ្ញុំឮសូរដូចជាពេលដែលយប់ឡើងបងគូបងស្រីគូយំខ្លាំងមែនតើបងយំខ្លាំងណាយំខ្លាំងមែនតែនតែម្ដងយំខ្លាំងមែនតែនតែម្ដងពុកបងប្អូនអរគ្នាដល់ពេលអញ្ចឹងទៅធ្វើឲ្យអ្នកស្រុកអ្នកភូមិនៅទីនេះអូយបងលឿយបងអូយបងអូយពុកបងប្អូនអរគ្នាអូយពុកបងប្អូនអរគ្នាអើយចង់ធ្លាក់ហ្វាយើងធ្លាក់ហ្វាបងអូយអូយពុកបងប្អូនអរគ្នាអើយទៀតហើយអូយបងអើយបងអត់ស្រួលទេបងអីខ្ញុំគិតថាប្រហែលជានៅនិយាយអត់បានទេបងអូយបងអើយពុកម៉ែបងប្អូនគ្នាមុននឹងខ្ញុំចាប់ដើមសម្រាប់គឺខ្ញុំបានដុតធូបដល់ហើយដើម្បីផ្សព្វផ្សាយនៅសេចក្តីល្អសុំទឹកសុំដីសុំព្រៃប្រឹក្សាសុំទីនេះដើម្បីជ្រកកោនមកយប់ដើម្បីស្អែកបន្តដំណើរទៅទៀតប៉ុន្តែនេះបងប្អូនឃើញមានក្រោមានអីស្រួលណានេះតែដោយសារសភាពគឺគេຕົកចោលស្ងប់ស្ងាត់មែនតើនេះពុកម៉ែបងប្អូនគ្នានេះមានតែសម្លេងឆ្កែតចកសម្លេងឆ្កែលូទេហើយអត់មានឃើញអីទេណាអូយខ្ញុំរន្ធត់ខ្លាំងមែនតើពុកម៉ែបងប្អូនគ្នានេះមើលនេះមើលសភាពនៅខាងក្រៅស្ងាត់ចងុំមានតែដើមស្វាយធំមានតែព្រៃឈើតែម្ដងហើយអត់មានឃើញអីទាំងអស់ពុកម៉ែបងប្អូនឃើញទេអូយរន្ធត់ខ្លាំងណាស់ពុកម៉ែបងប្អូនគ្នារន្ធត់ខ្លាំងណាស់អូយពុកម៉ែបងប្អូនគ្នាអើយនេះកន្លែងនេះសិតតវ៉ានេះគឺគួរឲ្យរន្ធត់ខ្លាំងមែនតើបាទហ្នឹងហើយប្រិយមិត្តទាំងអស់គ្នាក្នុងខ្ទមនេះយើងមើលទៅមានព្រៃស្រោបមានវល្លិហើយខាងក្រៅមានវល្លិស្រោបមើលទៅគួរឲ្យព្រឺព្រួចពុកម៉ែបងប្អូនទាំងអស់គ្នាហើយដោយសារតែយុគនេះគឺយើងចង់ផ្ដិតយកទស្សនភាពទាំងអស់នេះហើយយើងគិតថាយើងនឹងអង្គុយទីនេះបើសិនជាយើងឃើញក៏ឃើញហើយបើសិនជាយើងមិនឃើញពពួកវិញ្ញាណអមនុស្សទេអាហ្នឹងក៏មិនបានផុសជាវីដេអូចែកជូនដល់បងប្អូនឲ្យបានទស្សនាដែរអញ្ចឹងសង្ឃឹមថាយុគនេះផ្ទាល់ហើយនៅក្នុងកន្លែងនេះផ្ទាល់ក៏ឃើញពួកវិញ្ញាណអមនុស្សជាពិសេសវិញ្ញាណបងស្រីដែលបានប្តីសម្លាប់ហ្នឹងធ្វើការបង្ហាញឲ្យក្រុមការងារយើងបានឃើញអញ្ចឹងណាហើយយើងអង្គុយនៅទីនេះដើម្បីចង់ផ្ដិតយកទស្សនភាពទាំងអស់នេះហើយបើសិនជាឃើញ
នៅកន្លែងណាអីបើសិនជាក្រុមការងារយើងមិនបើសិនជាវិញ្ញាណអមនុស្សមិនបានបង្ហាញឲ្យក្រុមការងារយើងឃើញក៏ដូចជាអ្នកដែលនៅទីនេះឃើញអីបើសិនជាក្នុងកាមេរ៉ាពុកម៉ែបងប្អូនដែលជាប្រិមិត្តដែលតាមដានទស្សនាកម្មវិធីដំណើររន្ធត់ស្វែងរកការពិតផ្ដិតយកនៅទស្សនវិជ្ជាជាក់ស្ដែងបានឃើញក៏ជួយខមមិននៅក្នុងវីដេអូខាងក្រោមនឹងផងដែរបាទសំខាន់យប់នេះគឺម៉ោងប្រហែលជាប្រហែលអីបងប្អូនម៉ោង 7:01 ហើយយើងមកចាប់ប្លង់នៅកន្លែងនេះទម្រាំនឹងយើងមកដល់គឺចំការនេះគឺជ្រៅឆ្ងាយពីផ្ទះអ្នកភូមិហើយផ្លូវធ្វើដំណើរហ្នឹងក៏ពិបាកនឹងការធ្វើការធ្វើដំណើរមកដល់ទៀតអត់ទាន់មានឃើញអីទេពុកម៉ែបងប្អូនទាំងគ្នាបាទអត់ទាន់មានឃើញអីទេដោយសារតែក្រុមការងារយើងមុននឹងចាប់ដើមធ្វើការថតហ្នឹងគឺធ្វើការដុតធូបបួងសួងក៏ដូចជាសុំទឹកសុំដីអូយបងសុំព្រឹកបងអូយបងខ្ញុំមានអារម្មណ៍ថាមានសកម្មភាពអីបងអូយបងអើយពុកម៉ែបងប្អូនទាំងគ្នាខ្ញុំឮសំឡេងមិញនេះយើងដើរមកមិញជួបខ្លាំងដែរគឺជួបសัตว์ណាបាទហើយឥឡូវនេះគឺសូអញ្ចឹងទៀតក៏ស្រាវដែរអូយពុកម៉ែបងប្អូនទាំងគ្នាពុកម៉ែបងប្អូនទាំងអស់គ្នាខ្លះខាងឃើញខ្មោចចេញដដែលមុខដដែលខ្ញុំជំរាបជូនបងប្អូនទាំងអស់គ្នាថាខ្មោចបើវាចង់លងយើងមិនអាចដឹងថាវាលក់របៀបម៉េចទេបងគ្រាន់តែដឹងថាតែវាចង់លងគឺវាលងហើយបាទហ្នឹងដូចដែលបងប្អូនបានខមមិនចឹងបងប្អូនខ្លះក៏ខមមិននៅពាក្យល្អបងប្អូនអូយបងអើយស្រាវណាពុកម៉ែបងប្អូនទាំងគ្នាអើយអានេះគឺមានសភាពតែអូយដូចមានអីដើរអូយបងដូចមានអីដើរពីលើដំបូលអូយពុកម៉ែបងប្អូនទាំងគ្នាឥឡូវនេះយើងអត់មានតាន់ឃើញអីទេចាក់ស្ដែងទៅយើងមានតាន់ឃើញអីទេប៉ុន្តែនេះហ្នឹងហើយសូមវិញ្ញាណក្ខន្ធបងស្រីដែលនៅកន្លែងនេះនៅយាមខ្ទមនេះផ្ទាល់តែម្ដងបើសិនជាក្រុមការងារយើងមានការនិយាយប៉ះពាល់ឬក៏ដើរទៅប៉ះពីនៅកន្លែងបងស្រីឬក៏មកកន្លែងនេះប៉ះពាល់វិញ្ញាណក្ខន្ធរបស់បងស្រីអីសូមខន្តីអធិស្ឋានដល់ក្រុមការងារយើងបងបាទត្រូវហើយបងអូយស្រីបងហើយអូយបងលេងបងមានសំឡេងដូចមានអ្នកយកនោះពីលើមានតែខ្ញុំប្រចាំងទៅមិនមានឃើញអីទាំងអស់បងពេលប្រចាំងទៅអត់មានឃើញប្រចាំងទៅអត់ឃើញអីទេចាំងតែមានឃើញអីទាំងអស់ប្រហែលជាយើងនៅទីនេះមិនបានយូរទេបងតាមខ្ញុំគិតអូយមែនតើបងអូយស្រួលមានដុំសាំងអស័យធ្លាក់មកទៀតបងអូយបងអើយអូយបងអើយបងខ្ញុំមានអារម្មណ៍ស្រាវខ្លាំងនេះដល់អញ្ចឹងបងឲ្យជួយយកពិលប្រចាំងមើលពីលើមានសត្វអីនៅលើហ្នឹងអត់ចាំមើលខ្ញុំយកអានេះឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាឃើញហ្មងថាតើឃើញអីអត់ចឹងណាបាទបងជួយឃើញហ្មងចាំឲ្យថាយើងហ្នឹងពីខាងលើតិចមើលបងកុំឲ្យថាយើងហ្នឹងប្រចាំងចេះតែអានេះសភាពនៅលើខ្ទមហ្នឹងគឺបែបនេះពុកម៉ែបងប្អូនទាំងគ្នាឃើញទេពេលអញ្ចឹងទៅមិនដឹងថាត្រូវធ្វើម៉េចឲ្យបងប្អូនបានឃើញប្រហែលជាคลิปយើងអត់ឃើញទេក៏មិនដឹងដែរនៅលើខ្ទមហ្នឹងណាបាទមានសភាពគឺអត់មានឃើញអីទេអញ្ចឹងណានេះឃើញទេបងប្អូនទាំងគ្នាអត់មានឃើញអីទាំងអស់គឺវាមានសភាពបែបហ្នឹងហើយពួកយើងចូលមកហ្នឹងគឺឃើញតាំងពីសិតសពគ្រប់តាំងពីមករើមព្រះតាំងពីពោះតាំងពីក្អែបទាំងអស់ប៉ុន្តែពួកយើងនៅតែព្យាយាមតស៊ូផ្ដិតយករូបភាពដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានហើយនេះសិតតែវ៉ាមិនដឹងវ៉ាអីខ្លះទេតោងរួមពេញហ្នឹងឃើញទេដូចខ្ញុំបាននិយាយអញ្ចឹងណា
ទីអត់មានឃើញអីទាំងអស់ ទីតាំងនេះផ្ទាល់ណាពុកម៉ែបងប្អូនដែលជាប្រិយមិត្តដែលអ្នកទស្សនាទាំងអស់គ្នាគឺទីតាំងនេះផ្ទាល់ដែលបងម្នាក់ដែលគាត់ខមមិនចូលក្នុង channel យើងហើយគាត់ប្រាប់ទីតាំងឲ្យយើងមកប៉ុន្តែគាត់មិនបានប្រាប់ឈ្មោះគាត់ទេ បាទ គាត់ថាគាត់សុំលាក់មុខ បាទ គាត់សុំលាក់ឈ្មោះលាក់មុខ បាទបងបាទ ហើយគាត់តាក់ទងមកក្រុមការងារយើងហើយផ្ញើជា location ឲ្យយើងមកដល់ទីកន្លែងហ្នឹងទៀតហើយក៏មិនដឹងថាគាត់ជាអ្នកណាឲ្យប្រកាសទេមិនដឹងថាគាត់មានជាប់តាក់ទងជាមួយនឹងខ្សែស្រឡាយជាមួយនឹងម្ចាស់ចំការឬក៏ជាមួយនឹងវិញ្ញាណក្ខន្ធរបស់បងស្រីដែលបានបាត់បង់អាយុជីវិតនឹងទេអញ្ចឹងក៏អត់ដឹងដែរ អូយបងលាស់ខ្លាំងនេះ បងខ្ញុំមានអារម្មណ៍ថាយើងនឹងឃើញរូបភាពផ្ទាល់យើងនឹងឃើញក៏ដូចជាយើងបានផ្តិតទិដ្ឋភាពទាំងអស់នេះឲ្យពុកម៉ែបានឃើញផ្ទាល់នៅពពុះវិញ្ញាណអមនុស្សក៏ដូចជាដួងព្រលឹងរបស់បងស្រីផ្ទាល់តែម្ដងអូយស្ងាត់ហើយហប់ខ្យល់ប៉ុន្តែត្រជាក់បងអូយខ្ញុំមានអារម្មណ៍ថាអត់សំណុកទេបង ខ្ញុំមានអារម្មណ៍ អូយបងអើយបងដល់ពេលអញ្ចឹងដូចមានអារម្មណ៍ថាអត់សំណុកទៅបងអើយខ្ញុំមានអារម្មណ៍ថាដូចអត់សំណុក បងអើយបងមានអារម្មណ៍ថាដូចអត់សូវស្រួលមកទេ អើយបងខ្ញុំមានអារម្មណ៍ថាស្រាវដែរហ្នឹងប៉ុន្តែមិនដឹងថាត្រូវធ្វើម៉េចបើអូយបងអត់ឃើញអីទាំងអស់ស្អីក៏អត់មានឃើញដែរបងនេះបងប្អូនទាំងគ្នាឮសូរតែសំឡេងប៉ុន្តែអត់មានឃើញអ្វីទាំងអស់បងប្អូនទាំងគ្នាវាអត់មានឃើញអ្វីទាំងអស់ដល់ពេលអញ្ចឹងទៅអត់ដឹងថាត្រូវគិតម៉េចបើឮតែសំឡេងខ្សៅមកឲ្យរុនអញ្ចឹងណាបងប្អូនទាំងគ្នា បងកុំយកភ្លើងចេញឆ្ងាយពីខ្ញុំពេលខ្ញុំនៅល្ងិតនេះ ភ្លើងមកប្រចាំងខាងនេះបង អូយលេងស្កាយលូមើលល្វើយតាមពីចម្ងាយមកមិនដឹងថាកន្លែងនេះគឺដាច់សង្វេងឆ្ងាយហើយក្រុមការងារយើងមកដល់ក៏ពិបាកនឹងការធ្វើដំណើរទី1គឺខែនេះដោយដែលបងប្អូនដឹងហើយគឺខែភ្លៀងហើយបើសិនជាអត់ភ្លៀងណាបង បាទ ក្រុមការងារយើងនឹងអាចដើរទៅ review បានជុំវិញនឹងបានប៉ុន្តែដោយសារតាអាកាសធាតុគឺវាមានភ្លៀងលឹមប្រាច់ចឹងទៅគឺយើងអត់អាចដើរបាទ review បានជុំវិញនឹងទេគឺយើងមានតែអានេះខ្ញុំថតទស្សនភាពឲ្យបងប្អូនទាំងអស់គ្នាមើលពីខាងក្រៅទៅដើរឃើញកន្លែងចឹងឯងបាទតែវាមានឃើញអីទាំងអស់ដោយសារថាយើងមិនដឹងថាបងប្អូនទាំងគ្នាមើលនៅក្នុងវីដេអូឃើញឬក៏មិនឃើញតែសម្រាប់ខ្ញុំមើលអត់ឃើញទេព្រោះឥឡូវនេះម៉ោងចូលជា1:72ណាបងបាទប៉ុន្តែយើងអត់ទាន់មានឃើញអ្វីប្លែកទេយើងមានតាន់ឃើញរូបភាពអីប្លែកទេអញ្ចឹងណាបងពេលអញ្ចឹងទៅមិនដឹងថាត្រូវធ្វើម៉េចឲ្យបងប្អូនបានឃើញប្រហែលជាคลิปយើងអត់ឃើញទេក៏មិនដឹងដែរបងប្អូននេះបងអូយបងខ្ញុំចង់ឲ្យបងនិយាយរឿងបងស្រីនឹងដែលប្រវត្តិដែលគាត់ស្លាប់នឹងបន្តទៀតបងប្តីនឹងចាក់សម្លាប់ដឹងប្រហែលកបិតទេឡើងសោះពេលដែលគេសែងចេញមកក្រៅណាបាទហើយគាត់អត់បានបូជាទេដោយសារថាគាត់អត់មានសាច់ញាតិឲ្យខ្លាចគ្រប់គ្នាគាត់តែស្លាប់ថ្ងៃហ្នឹងគឺធ្វើឲ្យគេខ្លាចល្អហ្មងអញ្ចឹងណាចុះគាត់អត់មានកូនមានចៅអីទេបងគាត់ខ្ញុំមិនដឹងច្បាស់ដែរបងរឿងហ្នឹងប៉ុន្តែគ្រាន់ថាដឹងថាគាត់ស្លាប់ទៅអញ្ចឹងណាបងហើយខ្ញុំនេះវាមាននេះវាមានដូចរបៀបថាគេហៅថារឿងហ្នឹងវាស្ដាប់ទៅវាព្រឺព្រួយខ្លាំងហើយក៏នាំគ្នាមកផ្ដិតយករូបភាពហ្នឹងតែម្ដងពុកម៉ែបងប្អូនគ្នាបាទតែវាមិនដឹងថាត្រូវធ្វើម៉េចដើម្បី
ឲ្យឃើញណាបើសិនជាគាត់តាំងចិត្តថាឲ្យយើងឃើញហើយឃើញនឹងសេចក្តីល្អទៅឃើញនឹងសេចក្តីល្អទៅកុំឲ្យឃើញបែបប្រឡាចបែបអញ្ចឹងបែបហ្នឹងគឺពួកយើងអត់ទៅបងលើធ្នឹមបងលើធ្នឹមអូយបងនេះអូយឃើញហើយអូយខ្ញុំតែមិនឃើញអូយបងអើយគ្រាន់តែខ្ញុំសុំឲ្យឃើញអូយពុកម៉ែបងប្អូនអ្នកគ្នាអើយអូយបងភ្លើងសុំមិនហ្នឹងភ្លើងសុំមិនហ្នឹងអូយពុកម៉ែបងប្អូនអ្នកគ្នានេះគឺជាវិញ្ញាណរបស់បងស្រីហើយអូយស្លៀកខៀវពាក់សពាក់ពណ៌សស្លៀកខៀវពុកម៉ែបងប្អូនអ្នកគ្នាអូយបងស្រីអើយបងអូនគ្មានបំណងចង់មកយាយីកន្លែងរបស់បងទេណាឥឡូវបងគិតថានេះគឺជាដីរបស់គេម្ចាស់ផ្ទះហ្នឹងក៏គាត់អត់បានម្ចាស់ដីហ្នឹងក៏គ្នាអត់បានលក់អត់បានដូរអីកាត់ដែរបើបងស្រីនៅលងបន្លាចអញ្ចឹងខ្ញុំសុំឲ្យវិញ្ញាណរបស់បងស្រីណាសុំអត់ទោសសុំអត់អោនសុំកុំឲ្យវិញ្ញាណរបស់បងស្រីនៅបែបអញ្ចឹងទៀតវាពិបាកណាបងស្រីវាធ្វើឲ្យបងស្រីធ្វើឲ្យបងស្រីអត់បានទៅចាប់ជាតិនៅភពកំណើតថ្មីទេឥឡូវយើងសុំគោរពវិញ្ញាណក្ខន្ធរបស់បងស្រីណាឲ្យបងទៅរកភពថ្មីចាប់ជាតិថ្មីខ្លាចជាមនុស្សថ្មីឲ្យគេហៅថារស់នៅដោយសេចក្តីសុខកុំឲ្យអាភ័ព្វដូចជានេះត្រូវប្តីក្បត់ចិត្តទៅយកអ្នកផ្សេងធ្វើបាបបែបនេះហើយឈប់នៅលោកបន្លាចតទៅទៀតទៅណាបងឈប់លោកបន្លាចតទៅទៀតទៅណាសូមឲ្យបងរស់នៅដោយគេហៅថាសេចក្តីសុខនៅជាតិមុខជាតិក្រោយណាបងណាអូយសូមឧទ្ទិសកុសលដល់បងស្រីដែលបានបាត់បង់អាយុជីវិតនៅទីនេះហើយក៏សូមផ្សាយមេត្តាធម៌ដល់បងស្រីបុណ្យកុសលដែលក្រុមការងាររបស់យើងបានធ្វើជាបុណ្យកុសលទាំងប្រមាណសូមឧទ្ទិសកុសលជូនដល់បងស្រីឲ្យបងបានទៅចាប់ជាតិនៅទីឋានដែលកន្លែងដែលល្អសមគួរកុំឲ្យបងស្រីអាយុខ្លីដូចជាតិនេះទៀតណាបងណាបងដូរពីលើធ្នឹមទៅនៅទៅលើរឹងវិញបងអូយពុកម៉ែបងប្អូនអ្នកគ្នាអូយទៅរឹងខ្ញុំអង្គុយបងអូយទៅរឹងហើយបងអូយពុកម៉ែបងប្អូនអ្នកគ្នាអើយពុកម៉ែបងប្អូនអ្នកគ្នាអើយអូយថាអូយគាត់អត់ទៅណាទេបងគាត់ទៅណាទេឃើញទេកន្លែងគាត់ស្លាប់កន្លែងគាត់នៅអញ្ចឹងខ្ញុំគិតថាមានតែផ្លូវមួយទេគឺយើងមានតែទៅបាំងស្គលបាំងអីគីឡូជាតិក្រោយទៅគាត់បានទៅចាប់ភពកំណើតថ្មីល្អណាបងខ្ញុំណិតគាត់ទៅបងអើយពុកម៉ែបងប្អូនអ្នកគ្នាជួយផ្សាយនៅមេត្តាធម៌ទាំងអស់គ្នាតោះសូមខមមិនម្នាក់មួយនៅក្នុងវីដេអូនេះសូមខមមិនម្នាក់មួយនៅក្នុងវីដេអូនេះណាដើម្បីឲ្យគាត់ឆាប់បានទៅចាប់ជាតិនៅភពកំណើតថ្មីណាសូមបងស្រីណាកុំនៅលងបន្លាចអ្នកស្រុកអ្នកភូមិក៏ដូចជាអ្នកដែលបានមកចង់មកនៅទីនេះអញ្ចឹងណាបងអូយបងអើយបងអូខ្ញុំព្រឺអស់ហើយនេះគាត់ឃើញអូយបងមើលភ្នែកបងព្រៃមើលអស់គ្នាព្រៃមើលទាំងអស់គ្នាជួយមើលភ្នែកទាំងអស់គ្នាអូយបងអើយប៉ុនកដៃហ្មងបងអើយអូយលៀនដាតបងលៀនដាតបងអើយលៀនដាតអូយបងខ្ញុំអត់ដែរជួបvớiនេះនិយាយត្រង់ហ្មងបងគាត់ដល់ទៅណាហ្មងណាអូយបងអើយគាត់ងឹបឈើបងគាត់ងឹបឈើអូយបងខ្ញុំបងអូយបងទាំងនេះបងគាត់ចូលក្នុងសសរហ្នឹងហ្មងបងចូលក្នុងសសរនេះចូលក្នុងសសរនេះចូលក្នុងសសរនេះប្រញមើលអស់គ្នាអត់មានទឹកទៀតយើងងើយបានជ្រោកទឹកជួយអីគេបងអស់ធុកនៅបងអស់ធុកនៅសុំធុក3សរសៃបងធុក3សរសៃយកមកតាមខ្ញុំធុក3សរសៃយកមកតាមខ្ញុំតោះបងមកឯងចូលស្រែរឹងហើយដុតធុកឲ្យគេបងចូលស្រែរឹងហើយដុតធុកឲ្យគេបងពុកម៉ែបងប្អូនអ្នកគ្នាស្រែរឹងបងយើងចងលើក្បាលត្នេកគេក៏មិនដឹងដែរបងបើសិនជាមានប៉ះពីឬក៏ប៉ះពាល់ដល់កន្លែងបងស្រីអីសូមអធិស្ឋានផងហើយខ្ញុំក៏សូមយករឹងនេះវិញណែបងណែយកធូបបាញ់ស្រ័យសិនណាស្រ័យបន្លានេះធូបដល់ហើយដុតគៀនយើងអង្សហ្នឹងដុតគៀនយើងអង្សហ្នឹងបងស្រីបើមានប៉ះពីខុសឆ្គងអធិស្ឋានដល់បងប្អូនជាក្រុមការងារដំណើររត់ស្វែងរកការពិតផ្ដិតយកនៅ
ភាពជាក់ស្ដែង ពួកយើងអត់មានបំណងចង់ប៉ះពៀចង់ឈ្នានីសចង់ធ្វើបាបបងស្រីទេគ្រាន់តែមកផ្សាយនឹងមេត្តាធម៌ឲ្យបងទៅចាប់ផុតជាតិនៅភពកំណើតថ្មីកុំនៅកន្លែងដែលមិនដឹងទិសមិនដឹងត្រើយមិនដឹងកោះមិនដឹងត្រើយមិនដឹងថានៅតាណាណាសូមឲ្យបងស្រីទៅកាន់ឋានមួយដែលល្អប្រពៃជាឋានសុគតិភពជាឋានមួយដែលស្ងប់ជាឋានមួយដែលល្អណាហើយអ្នកដែលបានសាងអំពើអាក្រក់ដល់បងក៏គេត្រូវមានកម្មពៀដែរអញ្ចឹងបងឈប់នៅលោកបន្លាចតទៅទៀតទៅបងឈប់យាយីបងឈប់ធ្វើបាបអ្នកណាទាំងអស់បងទៅចាប់ជាតិនៅភពកំណើតថ្មីផ្ទះនេះឡើងចាស់ខ្លាំងមែនទែនទេបងជឿបង បាទបង បងឥឡូវយើងបិទបញ្ចប់ទៅត្រឹមហ្នឹងទៅព្រោះយើងអាចនៅនឹងបន្តទៀតបានទេ តាបងតា យើងអាចនៅបានទេបងបើចាក់ម៉ាក់ហ្នឹងណាបងតោះឥឡូវបងប្អូនទាំងអស់គ្នាដែលជាមិត្តអ្នកតាមដានទាំងអស់គ្នាមិញខ្ញុំបានជួយផ្សាយមេត្តាធម៌ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាមើលវីដេអូនេះហើយចងចាំនៅតែសេចក្តីល្អធ្វើតែអំពើល្អប្រព្រឹត្តតែអំពើសុចរិតទៀងត្រង់ត្រឹមត្រូវសូមបងប្អូនកុំប្រមាថមើលងាយនៅអបិយជំនឿណាសូមបងប្អូនធ្វើនៅអ្វីដែលល្អៗដូចបានខ្ញុំបានបកស្រាយអញ្ចឹងខ្ញុំសូម្បីតែខ្ញុំមកស្នាក់នៅក្នុងផ្ទះនេះក៏ខ្ញុំបានសុំទឹកសុំដីព្រៃប្រឹក្សាហើយដែរប៉ុន្តែក៏នៅតែឃើញវិញ្ញាណអមនុស្សទាំងឡាយទាំងពួងទាំងអស់នោះព្រោះគាត់នៅវិលវល់ហើយគាត់មកមិញនេះក៏អត់ឃើញជាបង្ហាញខ្លួនបែបអាក្រក់អីដែរគាត់គ្រាន់តែមកក្នុងន័យបែបឲ្យយើងដឹងណាបង ល្អបាទ ឲ្យយើងដឹងឥឡូវនេះយើងក៏បានតបស្នងត្រឡប់ទៅគាត់វិញដោយអំពើល្អរបស់យើងក្រុមការងាររបស់យើងកងការមហាកុសលដែលពួកយើងបានធ្វើទាំងបានសូមឧទ្ទិសកុសលជូនដល់បងស្រីឲ្យបងស្រីចាក់ទៅជុំជាតិមុខជាតិកាយរស់ស៊ីមានបានដោយទឹកអំពងខ្ចីសូមឲ្យបងស្រីប្រាថ្នាអ្វីៗបានដោយសេចក្តីប្រាថ្នាសាធុទាំងអស់គ្នាបងប្អូនអញ្ចឹងពី Channel ដំណើររន្ធត់ស្វែងរកការពិតផ្ដិតយកទស្សនវិជ្ជាជាក់ស្ដែងក៏សូមគោរពលាទៅត្រឹមហ្នឹង